ឬស្មោកគ្រកអ្វីក៏សៀមអាចធ្វើបានដែរសៀមភ្លេចខ្លួនថាអាមេរិកឲ្យម៉ាឡេស៊ីបាញ់ផ្កាយរណបពីលើអាកាសតាមដានរឿងសភាពការព្រំដែននៃបទឈប់បាញ់និងតាមការឃ្លាំមើលក្រុមអង្គការ AOT ផងដែរនិងរដ្ឋមន្ត្រីចាងលីកាំងខាងបច្ចេកវិទ្យានិងវិទ្យាសាស្ត្រទទួលបន្ទុកលើការងារនេះផងដែរនេះជាសកម្មភាពទាហានសៀមនៅពេលយប់ជិះឡានមកដាក់គ្រាប់បែកបង្កាយខ្លួនឯងដោយយកលេសចោតបញ្ហាទម្លាក់កំហុសមកលើកម្ពុជាសៀមអាចប្តឹងកម្ពុជាមកលើឆាកអន្តរជាតិបានរីករាយស្វាគមន៍ You are welcome និយាយទៅទាហានខ្មែរមេដឹកនាំខ្មែរមិនដែលមានកូនចិត្តតូចពុនសរសៃធូបរឿងគំនិតស្មុគគ្រោកដោយពួកសៀមឡើយមានតែរួមគ្នាដោះមីនសម្អាតឲ្យបាន 99% នៅលើផ្ទៃដីកម្ពុជាហើយកម្ពុជាមិនដែលបានកំងទិញគ្រាប់មីនពីប្រទេសណាទេមានតែសុំជាសម្ភារៈបច្ចេកទេសដោះមីនប៉ុណ្ណោះចំពោះមីនថ្មីដែលថៃថតនោះសុទ្ធសឹងជាមីនដែលសៀមខ្លួនឯងកំងទិញនិងប្រើប្រាស់ហើយកម្ពុជាក៏មិនដែលមានគ្រាប់បែកចង្កោម MK86 ស្អីគេនោះដែរប្រភពពីខណ្ឌច័ន្ទសុផលចានេះគឺជារឿងមួយដែលហួសចិត្តមែនទែនដែលសៀមតែប្រើល្បិចស្មោកគ្រោកថោកទាបបំផុតណាបងប្អូនហើយសម្ដែងគ្រប់ទម្រង់ហើយគ្រប់ជាន់ថ្នាក់តែម្ដងហើយសម្រាប់ចាថ្នាក់ដឹកនាំខ្មែរយើងវិញគឺគួរឲ្យកោតសរសើរមែនទែនបើទោះបីជាយ៉ាងណាក៏តែខិតខំប្រឹងប្រែងហើយនឹងស្វែងរកចាអន្តរជាតិជួយដឹងឮនិងការពារប្រទេសដ៏តូចមួយនេះផងដែរតកតងទៅនឹងព័ត៌មាននេះក៏បានបញ្ចប់សូមអរគុណសូមជម្រាបលា